ឥឡូវកំពុងអង្គុយពិនិត្យបតបុកបតនេះតូចទេបាទតូចទេប៉ុន្តែសម្រាប់ការជួសជុលគឺมันជាងាយដូចបកចេកប៉ុន្មានទេបកចេកដែរប៉ុន្តែបកចេកខ្ចីបតនេះមកគឺធ្លាប់ឆ្លងកាត់ការជួសជុលហើយបាទនេះគ្រឿងនេះដូរជំនួសឲ្យពួកប៊ូនេះវាប្រើរេស្តង់នេះពួកពណ៌ចាបកអស់ហើយអានេះគឺទុកជួយទុកខ្យល់ហ្នឹងរបបអស់ហើយយើងអត់បិទថ្មីគឺដាក់ទៅគឺចេញខ្យល់ហើយកណាចេញខ្យល់គឺរ៉ែបបួសបាទពេលចាក់មកអូបឡវាបុកហួសបាទពេលមានប្រហោងមិនតិចក៏ដោយបាទអូបឡវាពេលដែលយើងចាក់ចម្រៀងទៅមានបាសបុកមកគឺវាថាបុកខ្លាំងពេកអត់មានខ្យល់សញ្ញាកាសជួយទប់យើងណាអញ្ចឹងវាបុកហួសអាកឡៅវាហ្នឹងគាត់ប្រែបាទពេលខ្លះក៏លឺវាខ្លាំងទៅពេលខ្លះលឺតិចទៅហើយលឺដល់បត់អីចឹងទៅហ្នឹងតោះចិត្តឈឹងហ្មងវាមិនចិត្តឈឹង 100% ប៉ុន្តែវាចិត្តទៅតាមកន្លែងដែលវាត្រូវចិត្តហ្នឹងវាដូចមានប្រហើយវាដែរបាទវាមិនចិត្តឈឹង 100% ពេលដែលយើងដាក់ចិត្តទៅយើងចុចស្ទះទៅវានៅយើងផតតិចដែរគាត់ផតយឺតឥឡូវយើងកំពុងតែពិនិត្យមើលដោយសារមិញមើលមកត្រួសទៅឃើញមានដូរគ្រឿងដូរអីដែរមកអញ្ចឹងណាអញ្ចឹងយើងពិនិត្យមើលក៏លោកមានគ្រឿងណាកន្លែងផ្នែកណាផ្សេងដែលដូរទៀតហើយដូរត្រូវអត់ត្រូវប្រភេទអត់ត្រូវគ្រឿងដែលវាត្រូវដូរអត់កន្លែងហ្នឹងអញ្ចឹងណាលោជំនួសលោអីចឹងទៅដូចរេស្តង់មិញហ្នឹងរេស្តង់ជំនួសប៉ុន្តែយើងវាស់មើលទៅគឺតម្លៃរេស្តង់330ប្រហែលអូមហ្នឹងគីឡូអូមគឺត្រូវហើយពីផ្ទាំងនេះអត់មានអីទេនៅល្អចឹងយើងពិនិត្យផ្ទាំងធំនេះបាទបតបុកសានលីងមីនី2នេះមួយធ្វើ2ថ្ងៃថ្ងៃដំបូងអត់ចេញអីសោះដោតអីក៏មិនស្គាល់ដោតអីក៏មិនស្គាល់បាទគ្រាន់តែ EC Bluetooth ដូរ3តេស្តមើលគាត់ថា EC Bluetooth ហ្នឹងវាខូចទាំងអស់ចឹងណាអាចយើងដូរក៏ខូចអាមកស្រាប់ក៏ខូចបាទឥឡូវនេះគឺយើងបានថ្ងៃទី2នេះអស់មកព្រឹកណាបាទអស់មកព្រឹកទៀតហើយឥឡូវនេះដោតកុំព្យូទ័រមកស្គាល់ហើយដោតមកគឺលោតភ្លើងទៅណាប៉ុន្តែបើកនៅអត់ទាន់ចេញទេជាមួយយើងមើលហើយនេះគឺតួវាប៉ងគឺនៅល្អទេអត់មានពុកអត់មានដាច់អត់មានរលួយទេប៉ងបាទនេះគឺប៉ងនៅល្អហើយប៉ុន្តែសភាពបតដែលយើងយកមកគឺថាបាទរលួយនេះតាមមកជួរដែលខ្សែភ្លើងមានប៉ងដែលវារត់ហ្នឹងគឺថាពុកអស់ហើយបាទពុកអស់ហើយជើងរេស្តង់តូចនឹងដាច់អស់ហើយនេះដាច់ជើងផងដាច់ឆ្លងដាច់រេស្តង់ខ្លួនវាផងច្រើនបាទខ្ញុំរោតម្រាំតែឃើញអស់ហើយរោតម្រាំតែបានដូរបាទដោយសារលេខវាប្រើលេខខុសគេតិចអញ្ចឹងណាបាទអញ្ចឹងយើងពិបាករោហើយឥឡូវនេះមើលយើងនេះឥឡូវអាប់ដេតមកបាន 45% ហើយអានេះ Bluetooth ក៏យើងបានដូរដែរប៉ុន្តែយើងដាក់នេះរួចហើយដាក់កម្មវិធីរួចហើយយើងមើលអត់មើលថាបើកចេញអត់អ្វីដែលឆ្ងល់គឺថាបតហ្នឹងហេតុអីបានវាពុកបាទនេះមកហើយភ្លើងមកទាំងដែលខ្សែភ្លើងប៉ុងវាអត់ពុកទេបាទខ្សែភ្លើងប៉ុងវានៅស្អាតចេះតែបតពុកឆ្ងល់ហ៎ដល់កោដាច់ខ្យល់មកហើយយ៉ាងនេះខ្ញុំសង្ឃឹមថាចេញដូចជាមិនមានអីទេប៉ុន្តែតែមើលយើងអត់មើលបញ្ហាសលេងបញ្ហាបញ្ចូលថ្មចូលអីចឹងពីមុនគឺដោយសាររេស្តង់មកជួរនឹងវាមានបញ្ហាដល់ពេលអញ្ចឹងសូម្បីតែយើងដោតសាកមកក៏វាអត់លោតភ្លើងដែរហើយភ្លើងមកប៊ូតុងបិទបើកនេះគឺមានតែ 0.7 វ៉ុលប៉ុណ្ណោះអត់បាន1វ៉ុលទៀតធម្មតាវាមក 3.3 វ៉ុលអញ្ចឹងណាឥឡូវនេះយើងវាស់មើលឃើញមក 3.3 វ៉ុលគ្រប់ហើយបាទពីមុនគឺមកអត់បាន1វ៉ុលទេបានតែ 0.7 អញ្ចឹងដោយសាររេស្តង់មកជួរផ្គត់ផ្គង់ភ្លើងទាំងភ្លើងមកនេះទាំងភ្លើងទៅEC ដែលធ្វើការគ្រប់គ្រងហ្នឹងគឺអត់គ្រប់អញ្ចឹងវាបើកអត់ចេញហើយសូម្បីតែយើងដាក់connect ឧបករណ៍ដាក់ program ចូលក៏វាអត់ស្គាល់ដែរបាទព្រោះភ្លើងចូលទៅក្នុង chip Bluetooth នឹងអត់គ្រប់បាទ restore វាដាច់អញ្ចឹងណាឥឡូវគាត់តែធ្វើអា program chip Bluetooth មួយមកទល់ថ្ងៃពេលព្រឹកហើយនេះយើង chip នេះយើងដាក់ program ចូលហ្នឹងគឺខ្ញុំប្រើ board ផ្សេងទេបាទប្រើ board DIY ទេយើងដាក់ chip ទៅ board DIY ទៅយើងបញ្ចូល program ចូល chip នៅលើ board ហ្នឹងហើយបានដោះយកមកដាក់នេះបាទព្រោះយើងបញ្ចូល direct នៅក្នុងនេះគឺអត់ចូលវាអត់ស្គាល់អញ្ចឹងណាដោយសារភ្លើងវាទៅអា chip ហ្នឹងអត់គ្រប់បាទ2ថ្ងៃតម្រាំតែរោឃើញកន្លែងក្លុកកលៀតឬគល់វាអស់ប៉ុន្តែអត់ទាន់ប្រកាសថាបើចេញអត់ទេឥឡូវរៀងយូរដែរមើលខ្ញុំបិទវីដេអូសិនមើលយើងអាប់ដេតម្ដងទៀតដាច់បាត់ស្ពៃបាត់បាទអត់ចេញទៀតចប់ដាច់បាត់ហើយដាច់បាត់ loop connection ទាំងដែលយើងអត់ធ្វើអីសោះអូខេអញ្ចឹងមិនទាន់សម្រេចទេមិនដឹងថាខាតពេលចោលទៅទេឬក៏មិនទេបាទនេះកប់សេរីនេះយើងបើកអត់ចេញទេដោតគ្រាន់តែលោតភ្លើងចាំតែបើកអត់ចេញបាត់ភ្លើងទៀតអូខេជាមួយយើងមើលតទៀតសិនអូខេឥឡូវយើងហេងវិញបាទចុងក្រោយគឺធ្វើបើកចេញហើយសម្រាប់បុសនេះ Battery 60% connected to Xiaomi's iPhone បាទហេងមែនធ្វើបើកចេញកុំឲ្យ2ថ្ងៃហ្នឹងស្មើ0ឥឡូវនេះដំណើរការមកវិញហើយបាទបុសនេះគឺ
chặt trôi với hai và chặt trôi với hai này tại sạch kẹt đấy sạch kẹt chẳng tăng tay và một cái đường tăng tay như thế อาพบก้นหลงក្នុងរឿងស្នេហាព្រមលីខិតចាឲ្យខ្ញុំមាន